សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វគ្គសិក្សាបន្តទៀតមុននឹងយើងបន្តទៅកាន់មេរៀនបន្ទាប់ខ្ញុំសូមអានសេចក្តីជូនដំណឹងអំពីហានិភ័យជាមុនសិនការព្រមានអំពីហានិភ័យក្នុងការធ្វើ trading ពលមានទាំងអស់ដែលបានចែករំលែកនៅក្នុងវគ្គសិក្សានេះគឺសម្រាប់គោលបំណងអប់រំផ្ដល់ចំណេះដឹងប៉ុណ្ណោះការធ្វើ trading លើ cryptocurrency, forex, stock ឬ asset ផ្សេងៗមានហានិភ័យខ្ពស់ហើយអាចបណ្ដាលឲ្យបាត់បង់ទុនបានការចំណេញពីអតីតកាលមិនអាចធានាថានឹងមានចំណេញនៅពេលអនាគតបានទេមុនពេលធ្វើ trading អ្នកគួរតែសិក្សានិងយល់អំពីហានិភ័យឲ្យបានច្បាស់ហើយប្រើប្រាស់តែទុនដែលអ្នកអាចទទួលយកការបាត់បង់បានវគ្គសិក្សាវីដេអូឯកសារឬព័ត៌មានទាំងអស់មិនមែនជាការណែនាំហិរញ្ញវត្ថុឬជាការអញ្ជើញឲ្យទិញឬលក់អាសេតណាមួយឡើយគោលបំណងរបស់យើងគឺចែករំលែកចំណេះដឹងនិងបទពិសោធន៍សម្រាប់ការសិក្សាប៉ុណ្ណោះសូមធ្វើការសម្រេចចិត្តវិនិយោគដោយខ្លួនឯងនិងគ្រប់គ្រងហានិភ័យឲ្យបានត្រឹមត្រូវការវិនិយោគមានហានិភ័យអ្នកវិនិយោគគួរតែពិចារណាឲ្យបានល្អមុនពេលធ្វើការសម្រេចចិត្តអញ្ចឹងខ្ញុំសូមនិយាយសារជាថ្មីរាល់ព័ត៌មានទាំងអស់ដែលបានចែករំលែកនៅក្នុងវគ្គសិក្សានេះត្រូវបានផ្ដល់ជូនសម្រាប់គោលបំណងអប់រំនិងចែករំលែកចំណេះដឹងតែប៉ុណ្ណោះឥឡូវនេះសូមបន្តទៅកាន់មេរៀនបន្ទាប់